ពងតែធ្វើកសោច័យដើម្បីរកមូលហេតុនៃការស្លាប់របស់គាត់ឲ្យបានច្បាស់លាស់សិនណាគាត់ស្លាប់នៅពន្ធនាគារមួយណាដែរចា៎បាទគាត់ស្លាប់នៅពន្ធនាគារមួយណាដែរចា៎នៅព្រៃសរឬមួយក៏នៅខេត្តកណ្ដាលចា៎នៅមណ្ឌលអប់រំកែប្រែទី1នៅព្រៃសរចា៎មុនពេលគាត់ស្លាប់នោះគាត់មានសញ្ញាជំងឺអ្វីទេចា៎អាដាមគាត់មានសញ្ញាជំងឺអ្វីបានជាគាត់ស្លាប់ចា៎អាដាមអាចមានព័ត៌មាននេះទេចា៎អាដាមទៅគាត់លើសឈាមហើយជាតិស្ករខ្ពស់គាត់មានបញ្ហាលើសឈាមខ្លាំងទី1យើងវាស់ជាតិឈាមទៅហើយនឹងជាតិស្ករគាត់ជាប្រចាំជារៀងរាល់ថ្ងៃទៅគឺកម្រិត400ទៅ500ជាងគាត់មានបញ្ហាលើសឈាមខ្លាំងទី1យើងវាស់ជាតិឈាមទៅហើយនឹងជាតិស្ករគាត់ជាប្រចាំជារៀងរាល់ថ្ងៃទៅគឺកម្រិត400ទៅ500ជាងនេះខ្ញុំសូមគោរពជំរាបសួរអាដាមនេះខ្ញុំទីនេះត្រាផលអនឡាញនេះខ្ញុំតាក់ទងទៅអាដាមខៀងសណាឌិនក៏អត់ទាន់លើកនេះខ្ញុំបានទទួលព័ត៌មានមួយថាលោកលីសមេតត្រូវបានស្លាប់នៅក្នុងពន្ធនាគារតើព័ត៌មាននេះពិតទេចាអាដាមបាទយើងកំពុងធ្វើកិច្ចការនេះជាមួយខាងនគរបាលកសោវិច័យក៏ដូចជាគ្រូពេទ្យកសោវិច័យពីស្ថាប័នតុលាការអញ្ចឹងកិច្ចការនេះយើងអត់ទាន់បានបញ្ចប់នៅឡើយទេគ្រាន់តែយើងកំពុងតែធ្វើកសោវិច័យដើម្បីរកមូលហេតុនៃការស្លាប់របស់គាត់ឲ្យបានច្បាស់លាស់សិនណាគាត់ស្លាប់នៅពន្ធនាគារមួយណាដែរចាបាទគាត់ស្លាប់នៅពន្ធនាគារមួយណាដែរចានៅព្រៃសរឬមួយក៏នៅខេត្តកណ្ដាលចានៅមណ្ឌលអប់រំកែប្រែទី1នៅព្រៃសរចាមុនពេលគាត់ស្លាប់នោះគាត់មានសញ្ញាជំងឺអ្វីទេចាអាដាមគាត់មានសញ្ញាជំងឺអ្វីបានជាគាត់ស្លាប់ចាអាដាមអាចមានព័ត៌មាននេះទេចាអាដាមទៅគាត់លើសឈាមហើយជាតិស្ករខ្ពស់គាត់មានបញ្ហាលើសឈាមខ្លាំងទី1យើងវាស់ជាតិឈាមទៅហើយនឹងជាតិស្ករគាត់ជាប្រចាំជារៀងរាល់ថ្ងៃទៅគឺកម្រិត400ទៅ500ជាងវាខ្ពស់ចាអាដាមគាត់ស្លាប់នេះស្លាប់ព្រឹកមិញឬក៏ស្លាប់កាលពីយប់មិញចាអាដាមព្រឹកមិញបាទអូនពីសារព័ត៌មានណាមកនេះខ្ញុំឈ្មោះអេងស្រីទៀងពីនៃការផលអនឡាញវាធ្លាប់សុំពីអាដាមកន្លងមកចាអាដាមអេងស្រីទៀងចាអាដាមចាគ្រប់អរគុណអាដាមនេះខ្ញុំសូមជម្រាបលាចាអាដាមអរគុណណាស់ខ្ញុំបាទលីសមេតហើយលោកគ្រូមៀថ្ងៃនេះខ្ញុំសូមបញ្ជាក់ការពិតចេញពីបេះដូងខ្ញុំបាទរឿងរ៉ាវដែលសម្ដេចលោកបានបង្ហោះក្នុងសំណេរភេកផ្លូវការរបស់លោកពាក់ព័ន្ធនឹងរឿងខ្ញុំបាទសុទ្ធសឹងតែជារឿងពិតទាំងអស់ខ្ញុំបាទលីសមេតបានសាងកំហុសយ៉ាងធ្ងន់ធ្ងរបំផុតដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ម្ចាស់ខ្ញុំរបស់សម្ដេចខ្ញុំបានយកឈ្មោះសម្ដេចទៅប្រើដើម្បីយកលុយគេនេះជារឿងពិតហើយក៏មិនមែនជាលើកទី1ដែរប៉ុន្តែប៉ុណ្ណោះថាថវិកាលុយទាំងអស់នោះយកទៅជូនសម្ដេចទៀតនេះសិតតែជារឿងខ្ញុំបាទប្រឌិតចេញដោយខ្លួនឯងគឺបុគ្គលខ្ញុំម្នាក់សាងកំហុសយ៉ាងធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់សម្ដេចតេជោអាចនឹងមហាជនយល់ច្រឡំតែខ្ញុំសូមបញ្ជាក់បងប្អូនកូនក្មួយទ្រង់ឯកឧត្តមលោកជំទាវទាំងអស់ឲ្យបានជ្រាបច្បាស់គឺសម្ដេចតេជោលោកអត់បានដឹងទេលោកអត់បានដឹងរឿងអីទាំងអស់ខ្ញុំបាទទេជាអ្នកប្រព្រឹត្តយកឈ្មោះកិត្តិយសយកឈ្មោះសម្ដេចទៅប្រើដើម្បីតែផលប្រយោជន៍ខ្លួនឯងយកលុយគេនេះជារឿងពិតសម្ដេចជាទីគោរពដល់ខ្ពង់ខ្ពស់អរខ្ញុំបាទសូមទោសលីសមេខ្ញុំសូមទោសហើយសូមទោសទៀតចំណុចមួយទៀតលើកទី1សម្ដេចលោកមានមនោសញ្ចេតនាលោកទុកឱកាសឲ្យខ្ញុំបាទកែខ្លួនលើកទី2ក៏លោកទុកឱកាសឲ្យខ្ញុំបាទកែខ្លួនដែររហូតដល់លើកទី3ខ្ញុំបាទនៅតែប្រព្រឹត្តនៅតែសាងកំហុសយ៉ាងធ្ងន់ធ្ងរទៅលើសម្ដេចទៀតនេះជារឿងពិតខ្ញុំបាទយកគុណទៅសងទោសដែលសម្ដេចលោកមានគុណលើខ្ញុំបាទនិងក្រុមគ្រួសារខ្ញុំបាទក៏មានកំហុសធ្ងន់ធ្ងរណាស់
ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់សម្ដេចលោកមានចិត្តមេត្តាទុកឱកាសឲ្យខ្ញុំបាទពីរបីដងតែខ្ញុំបាទនៅតែប្រព្រឹត្តអំពើអាក្រក់យកឈ្មោះលោកទៅប្រើដើម្បីយកលុយគេនេះជារឿងពិតចំណុចសំខាន់មួយទៀតខ្ញុំបាទហ៊ានប្រើពាក្យថាខ្ញុំបាទចេញចូលផ្ទះសម្ដេចភូមិគ្រឹះនៅតែខ្មៅថ្ងៃណាក៏បានពេលណាក៏បានម៉ោងណាក៏បាននេះជារឿងពិតខ្ញុំបាទនេះសារភាពខ្ញុំបាទនិយាយពិតបាននិយាយពិតមែនតាមការពិតខ្ញុំបាទមិនដែលបានស្គាល់ផ្ទះសម្ដេចដែលចូលនៅតែខ្មៅភូមិគ្រឹះនៅតែខ្មៅនោះទេបែរមុខទៅណានៅចំណុចណានោះទេតែខ្ញុំបាទប្រឌិតរឿងនេះឡើងដើម្បីឲ្យគេទុកចិត្តខ្ញុំបាទថាបានចេញចូលពីព្រោះខ្ញុំបាទចង់បានលុយគេទើបខ្ញុំប្រឌិតរឿងនេះឡើងនេះជាកំហុសយ៉ាងធ្ងន់ធ្ងរបំផុតដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ម្ចាស់ខ្ញុំបាទតែខ្ញុំបាទមិនព្រមកែខ្លួនសោះទើបកើតរឿងនេះឡើងនេះជាកំហុសរបស់ខ្ញុំបាទដ៏ពិតប្រាកដខ្ញុំបាទសូមជម្រាបដល់សាធារណជនត្រង់អាយដាមលោកចិនទាវឲ្យបានជ្រាបថាកុំយល់ច្រឡំឲ្យសោះនេះជាកំហុសខ្ញុំបាទដែលបានប្រព្រឹត្តខុសដែលយកកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់សម្ដេចតេជោយកមកប្រើនេះជារឿងពិតយកលុយគេចំណុចទី2ខ្ញុំសូមជម្រាបសប្តាហ៍ថ្ងៃនេះខ្ញុំកំពុងតែមានជំងឺហើយនៅផ្ទះកូនខ្ញុំមានជំងឺទឹកនោមផ្អែមមានជំងឺកាពះពោះវៀនសំខាន់គឺទឹកនោមប្រៃកំពុងតែហើមខ្លួនខ្ញុំហើមដើរមិនបានខ្ញុំសូមពេលវេលាបន្តិចរយៈពេលខ្លីខ្ញុំនឹងចេញទៅសារភាពនៅមុខសមត្ថកិច្ចនៅមុខតុលាការដើម្បីឲ្យកាត់ទោសខ្ញុំបាទតាមច្បាប់ពេលដែលខ្ញុំទូហើយសូមពេលខ្លីមិនមែនសូមពេលវែងទេខ្ញុំបាទមិនរត់គេចទៅណាទេខ្ញុំចង់បញ្ចប់សម្ដេចម្ចាស់ដែលមានគុណខ្ញុំបាទបានសាងកំហុសធ្ងន់ធ្ងរណាស់ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់សម្ដេចខ្ញុំបាទលីទុំសមេតបើមានជាតិក្រោយខ្ញុំបាទនឹងធ្វើល្អចំពោះសម្ដេចតែជាតិនេះខ្ញុំបាទហួសហើយខ្ញុំបាទខុសហើយឲ្យខ្ញុំបាទសុំទោសសម្ដេច